សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះហើយថ្ងៃនេះផងដែរខ្ញុំនឹងភរិយាក្នុងថ្ងៃជប់សម្រាប់នឹងហើយក៏ឆ្លៀតពេលទំនេរនេះមកផ្ទះអ្នកម្ដាយនិងលោកឪពុកដោយនឹករលឹកគាត់មិនដែលបានមកលេងគាត់ទេថ្ងៃនេះឆ្លៀតបានមកផ្ទះលោកពុកនិងម្ដាយហើយបានមកមើលចំការខាងក្រោយផ្ទះឃើញថាគាត់មានវ័យចាស់ទៅហើយក៏ប៉ុន្តែនៅក្រោយផ្ទះនៅតែឆ្លៀតបាននៅដំណាំល្អមាននេះមានដំណាំអំពៅមានចេកល្អព្រោះអត់មានដាក់ជីដាក់អីទេគឺជាជីធម្មជាតិចាស់គាត់ប៉ិនប្រសពណាក្នុងការរៀបចំរបស់ហូបណាមិនឲ្យខ្វះទេសោះនឹងទិញគេមានតែហូបចុកអត់អស់ដែលកូននៅឆ្ងាយកូនសុទ្ធតែមានគ្រួសារនឹងធ្វើការជាប់ដៃអត់មានពេលទំនេរអញ្ចឹងទៅរបស់របរដែលគាត់ដាំបានហ្នឹងមានតែសល់ជាងការទុំខូចបើកូនចៅមកអញ្ចឹងទៅចេះតែម្នាក់មកស្ទងម្នាក់មកស្និទ្ធអត់បានជួយដាំទេបានជួយហូបមានអំពៅមានអីទៅក្រាន់លួងចៅលួងអីអញ្ចឹងទៅមកនេះថែមនេះផ្លូវរៀងពិបាកចូលបន្តិចនេះខាងក្រោយរៀងតលាយដែរបាទអានេះដើមក្រសាំងតិចអត់ស្គាល់ដើមក្រសាំងយើងអាសាហូបម្ជូរបុកត្រីឆ្អើបុកកតុយហេះអីហ្នឹងប្រយ័ត្នតែឃើញតែផ្លែអត់ស្គាល់ដើមរបស់វាបាទនេះផ្លែច្រើនតាមពិតពីដើមឡើយគឺមានច្រើនដើមណាស់នៅផ្ទះពុកម្ដាយខ្ញុំហ្នឹងតែឥឡូវនេះនៅសល់តែមួយដើមបរមរានដោយសារតែយើងដីរៀងជាទៅត្រូវការដាំដំណាំទៅក៏អត់បានគិតបានកាប់អស់ទៅនៅសល់តែមួយដើមធំនេះបាទតែផ្លែច្រើនណាស់ហើយមួយដើមនេះអាចតម្រូវការរបស់ប្រជាពលរដ្ឋអ្នកស្រុកអ្នកភូមិក្បែរគ្នានឹងអាចស្រ័យយកទៅដើម្បីស្លដើម្បីធ្វើជាម្ជូរបានហើយនេះនៅផ្ទះលោកពុកអ្នកម្ដាយខ្ញុំហ្នឹងគឺមានដើមបង្រមួយធំហើយអត់មានសូវនៅក្នុងផ្ទះទេពេលក្តៅខ្លាំងនៅក្រោមដើមបរោនេះដើមបរោហ្នឹងគឺមេឃទៅឈុំទៅឆៃដើមធំបាទហើយដល់ពេលផ្លែវិញគឺស្តៀងនឹងផ្លែភ្ញៀវគឺអត់មានរាងលឿងទេគឺតែរាងខៀវចឹងតែម្ដងហើយតែគ្រាន់តែថាសូមប្រាប់បងប្អូនទាំងអស់គ្នាតាមពិតដើមបរោនេះគឺដុះចេញពីដើមសាវម៉ាវទេគឺលោកពុកខ្ញុំគាត់ឮសូរគេថាដាំសាវម៉ាវហ្នឹងទៅជាបរោមែនអត់អញ្ចឹងទៅគឺហ្នឹងហើយប្អូនខ្ញុំទី6ឈ្មោះរៃគឺគាត់ដាំផ្លែសាវម៉ាវទេដាំសាវម៉ាវគឺដាំទាំងសបកដាំទាំងអីទាំងអស់តែចេញមកជាប្រូមែនបាទនេះជារឿងពិតមិនឮទៅតគ្នាទេចឹងហើយបានជារក្សាទុកនៅដើមនឹងមួយជាផុសតាំងថានឹងគឺជាដើមពង្រកដែលដុះចេញពីផ្លែសាវម៉ាវហើយម៉ូតូមនុស្សចាស់បានបោះចាស់យ៉ាងដែរបាទហ្នឹងហើយសូមអរគុណចំពោះការតាមដាននៅវីដេអូនេះបាទសូមអរគុណ